បងប្អូនទោះបីស្ដេចបរទេសបានរៀបចំដើម្បីធ្វើពិធីបូជាយញ្ញឧទ្ទិសថ្វាយព្រះរបស់គេព្រះចក្រមកែវដែលមានចក្រមដែលមានស្លាបពណ៌សម្បុរខ្មៅនោះដើម្បីបន្សាបដើម្បីបង្ក្រាបបារមីដូនតាខ្មែរក៏មិនអាចធ្វើទៅបានដែរប្រធមពន្ធស្នឹងជាប្រធមកម្ពុជារបស់ព្រះពុទ្ធសាសនារបស់ខ្មែរមិនមែនប្រពុតបរោះរបស់បរទេសទេជាប្រការាជប្រកានិកមនោគមពោធិសត្វព្រះអង្គជាបុត្រីរបស់ស្ដេចពុទ្ធវង្សនាគដូច្នេះពេលបងប្អូនសូត្រប្រធមពន្ធស្នឹងទៅមានអំណាចខ្លាំងណាស់ទៅប្រាប់លោកតាអ្នកតាពន្ធស្នឹងទៅប្រាប់លោកតាហេរិកោពេលោកតាអ្នកតាហេរិកោពេក្នុងនោះមានលោកតារាជតំណាងឲ្យទឹកធ្វើឲ្យប្រទេសបរទេសដែលឈ្លានពានខ្មែរនោះលិចលង់លោកតារាជគឺតំណាងដោយទឹកលោកតាទឹកតំណាងឲ្យដីធ្វើឲ្យជួយដីលោកតាយុះតំណាងឲ្យខ្យល់ធ្វើឲ្យមានខ្យល់ព្យុះសង្គ្រាលោកតាពេជ្រតំណាងឲ្យភ្លើងធ្វើឲ្យមានអគ្គិភ័យឆេះឆាបលើអគារផ្សេងរបស់ប្រទេសឈ្លានពានហើយម្យ៉ាងទៀតស្ដេចប្រទេសនោះមិនអាចបន្សាបបានពីព្រោះធម្មពលដែលខ្លាំងពូកែបំផុតនោះមិនមែននៅខាងក្រៅទេគឺនៅខាងក្នុងខ្លួនរបស់បងប្អូនមានឈាមជ័រជាខ្មែរមានឈាមជ័រជានាគនោះមាន ADN DNA ជាមេម័រជាការចងចាំនៅក្នុង DNA របស់បងប្អូនពេលបងប្អូនសូត្រទៅពន្ធស្នឹងទៅមានឫទ្ធិអំណាចខ្លាំងណាស់ដូច្នេះស្ដេចបរទេសមិនអាចទប់ទល់បានទេហើយសូមបងប្អូនសូត្រពធពន្ធនឹងបន្ថែមទៀតបន្តទៀតពធពន្ធនឹងសូត្រថាអ្នកមោតាំងសកលៀងលលាចៅដេរឆានពន្ធរាំងនឹងកម្មភពតិរាជចក្រចងពន្ធចក្រវាលចក្រពន្ធចងស័កចក្រសោចៅដេរឆានពន្ធរាំងនឹងកម្មភពតិទឹកចក្រចងពន្ធចក្រវាលចក្រពន្ធចងស័កចក្រសោចៅដេរឆាននឹងកម្មភពតិពេជ្រចងពន្ធចក្រវាលចក្រពន្ធចងស័កចក្រសោចៅដេរឆានពន្ធរាំងនឹងកម្មភពតិយុះចក្រចងពន្ធចក្រវាលចក្រពន្ធចងស័កចក្រសោចៅដេរឆានពន្ធរាំងនឹងកម្មភពតិមានតែពុទ្ធសាសនាពុទ្ធសត្រីរបស់ខ្មែរទេអាចជួយលើកដំកើងជួយឲ្យប្រទេសជាតិយើងរីកចម្រើនរុងរឿងទៅថ្ងៃអនាគតមានន័យថាពុទ្ធចក្រទី3ដើរទន្ទឹមនឹងអាណាចក្រផែនដីមានន័យថាពិភពលោកនេះចង់ឲ្យពិភពលោកត្រឡប់មកសុខសន្តិភាពរស់នៅដោយសុខដុមរមនារវាងពូជសាសន៍ផ្សេងតតែត្រឡប់មកគោរពបូជាព្រះពុទ្ធសាសនារបស់ខ្មែរឡើងវិញសូមអរគុណបងប្អូន